រូបជារសួរលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះយើងមករៀនមេរៀនទី2គឺការបង្កាត់ហើយចូលមកចំណុចទី2ហ្នឹងការបង្កាត់រុក្ខជាតិស្វ័យកាត់ហ្នឹងវានៅលើផ្កាតែមួយលម្អកាត់ត្រូវការភ្ញាក់ងារចម្លងមនុស្សក៏អាចជួយបង្កាត់ពូជបានដែរហើយការបង្កាត់ដោយភេទមាន2បែបគឺចំរុក្ខជាតិមានគ្រាប់សំអងត្រូវផ្ដោតពីការផ្លោកនិងលម្អហ្នឹងទៅស្តេម៉ាត់នៃផ្កាតែមួយដំណើរការនេះគេហៅថាស្វ័យដំណើរការលម្អហើយនៅគ្រប់ពេលដែលលម្អរបស់ផ្កានៃរុក្ខជាតិត្រូវបានធ្លាក់ចុះស្វិតហ្នឹងផ្កានៃរុក្ខជាតិហ្នឹងផ្សេងទៀតហ្នឹងគេហៅថាដំណើរការលម្អកាត់ហើយស្វ័យដំណើរហ្នឹងលម្អនេះទេហើយចូលមកចំណុច 2.1 ហ្នឹងការសាំមែកហើយការសាំមែកនេះគឺជាការធ្វើឲ្យដុះឬខ្នងនៅពេលដែលមែកនោះជាប់នឹងដើមមេពេលមែកដុះឬល្អគេនឹងកាត់ពីដើមមេយកទៅសាំមុខក្នុងដើមឬទៅដាំតែម្ដងនឹងក៏បានដែរហើយចំណែកការសាំមែកគេច្រើនគេធ្វើដើមផ្កាកុលាបក្រូចឆ្មាក្រូចសើចហើយអាចបន្តពូជដើមហើយនេះជារូបដែលគេផ្សាំហើយមុននឹងចូលចំណុចបន្តយើងមកសិក្សាអំពីរូបសិនរូបនេះគេចង់និយាយថាការសាំឲ្យចេញឬល្អហ្នឹងបានគេយកឬហ្នឹងទៅដាំឲ្យចេញឬច្រើនហើយយើងមកសិក្សាចំណុចតូចៗរបស់វាដូចទៅចូលចំណុចបន្ទាប់ហ្នឹងគឺពីការភ្ជាប់ភ្នែកហើយការភ្ជាប់ភ្នែកហ្នឹងគឺជាការណែនាំរបស់ភ្នែកបន្តពូជល្អភ្ជាប់ទៅមានដែលជារុក្ខជាតិច្រើនប្រភេទនៅពេលដែលភ្នែកនោះលូតលាស់ហើយជាមែកទីបំផុតដែលនៅចុងក្រោយនៃសត្វថែហើយចំណែកឯភ្នែកគេច្រើនមើលទៅពុតទាផ្អែមនិងក្រូចសើចហើយទទួលបានផលច្រើនលើដើមតែមួយហើយចូលមកចំណុចទី2ការភ្ជាប់ដើមហ្នឹងគឺជាការផ្លាស់ប្ដូរក្រុមគុយដើម្បីឲ្យវ៉ាគុយអមរបស់ពូជនឹងល្អមានផ្នែកច្រើនមកភ្ជាប់នឹងដើមនិងនេះគេត្រូវការព្យានៃចុងល្អនឹងដើមមេនឹងដែលត្រូវជាប្រភេទដើមផ្សារជាប់គ្នាក្រោយវាដែលជាប្រភេទរស់ដូចគ្នាហើយក្រោយវាភ្ជាប់គ្នាជាច្រើនហើយលើដើមកុលាបពុទ្រាស្វាយហ្នឹងគឺនឹងទទួលបានផ្លែពូជល្អហើយដូចរូបនៅខាងហ្នឹងហើយយើងចូលមកចំណុច 2.5 ការបណ្ដុះកោសិកាហ្នឹងគឺជាវិទ្យាសាស្ត្រនៃការបង្កាត់ពូជរបស់រុក្ខជាតិមួយចំនួនក្នុងរយៈពេលដ៏ខ្លីក្រោមលក្ខខណ្ឌមន្ទីរបទពិសោធន៍យុទ្ធសាស្ត្រនេះអាចជួយស្ដារស្ថិរភាពនៃរុក្ខជាតិដែលចិត្តផុតពូជពិបាករកគ្រាប់ខ្វះក្រោមលក្ខខណ្ឌរុក្ខជាតិនិងសារៈសំខាន់ហើយនេះជារូបរបស់វាដែលយើងយកមកសាំបណ្ដុះកោសិកាហើយជាចុងក្រោយសូមអរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់ខ្ញុំបកស្រាយតាំងពីដើមរហូតដល់ចប់អរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នា